ស្ដីបងប្អូនឥឡូវនេះគ្រាប់ស្ដាយដែលខ្ញុំបានត្រាំវារយៈពេល6ម៉ោងហើយខាងខ្ញុំទុកឲ្យវាស្ងួតរយៈពេល1យប់ទៀតណាឥឡូវវាដុះបានប៉ុណ្ណឹងនេះគ្រាប់តិចតិចហ្នឹងយើងអាចបដុះបានហើយវិធីដែលខាងខ្ញុំបដុះគឺបដុះជាមួយធុងពេត្រូហ្នឹងគឺយើងចោះយើងមានចោះរត់ហ្នឹងដើម្បីឲ្យទឹកវាជ្រាបចេញពេលដែលយើងស្រោចហើយមួយទៀតគឺយើងយកសបកបាវនេះយើងកាត់ឲ្យវាប៉ិនជាមួយនឹងមាត់ធុងរបស់យើងជាមួយនឹងស្បៃអញ្ចឹងពីរនឹងគួបចូលគ្នាគឺយើងអាចបដុះស្ដែកបានហើយបដុះស្ដែកហ្នឹងយើងបើយើងមានធុងពេត្រូយើងបដុះជាមួយធុងពេត្រូទៅអាចជាដាក់នៅក្នុងធុងស្នោក៏បានដែរបើយើងមានធុងស្នោយើងដាក់ជាមួយធុងស្នោទៅអញ្ចឹងយើងដើមរៀនបដុះស្ដែកទីមួយគឺយើងដាក់ស្បៃទ្រាប់វាទី1មកតបមកសបកបាវយើងទៅលក់ឲ្យវាសើមជោគទឹកសិនហើយចាំយើងដាក់ចូលតបមកយើងដាក់ស្បៃមួយជាន់ទៀតដាក់ស្បៃមួយជាន់ទៀតទៅយើងចាប់ផ្ដើមបដោះដើមរោយគ្រាប់ស្ដាយនេះចូលគ្រាប់ស្ដាយនេះយើងរៀបមើលផងអាណាដែលស្អុយយើងយកចេញឲ្យហើយព្រោះវាអាចធ្វើឲ្យស្ដាយដទៃទៀតខូចតាមណាហើយយើងមិនបាច់ដាក់ច្រើនពេកទេយើងដាក់តិចទេមកល្មមពេលដែលវារីកទៅគឺវាស្មើហ្មងកាលណាយើងដាក់ច្រើនពេកក៏វាពិបាកដុះដែរវាស្មើហើយរយៈពេលដែលយើងស្រោចទឹកយើងអាចស្រោច2ដងក៏បាន3ដងក៏បានដែរពេលព្រឹកពេលថ្ងៃនិងពេលល្ងាចយើងស្រោចវា3ដងទៅបើយើងមានពេលតែបើយើងអត់មានពេលយើងអាចស្រោចវាតែម្ដង2ដងព្រឹកហើយនិងល្ងាចយើងធ្វើបែបនេះបើយើងមានរបបបាវច្រើនគឺយើងធ្វើបែបនេះច្រើនជាន់ទៅយើងជ្រលក់ទឹកហើយយើងដាក់ស្បៃពីលើតោះមកយើងដាក់គ្រាប់ទៀតទៅយើងគ្រាប់ស្ដែកទៀតទៅយកផងអាណាអត់ល្អយើងយកចេញឲ្យទៅជៀសវាងវាអាចធ្វើឲ្យគ្រាប់ផ្សេងទៀតវាខូចតាមក្នុងធុងនេះខ្ញុំដាក់តែ3ជាន់ហើយបងប្អូនមានសបកហើយច្រើនមានស្បៃច្រើនដាក់ឲ្យច្រើនជាន់ទៅក៏បានដែរប៉ុន្តែសំខាន់គឺយើងដាក់ហ្នឹងយើងរាយវាឲ្យល្មមបានហើយកុំច្រើនពេកទេកាលណាច្រើនពេកវាអាចធ្វើឲ្យស្បែកយើងខូចហើយយើងគ្របវាទុកទៅហើយយើងដាក់ចូលទៀតដាក់ឆ្លងទៀតស្ដាយនេះយើងប្រើរយៈពេល3យប់បានអាចដុះបានល្អយើងអាចកំណត់ផលបាន3យប់បងប្អូន3យប់ស្រោចទៅហើយយើងអាសាមើលវាទៅគេលោកវាមានអាចលួយអាចអីទៅយើងមើលវាហើយចឹងណាខ្ញុំដាក់តែ3ជាន់ទេគឺខ្ញុំក្របតែម្ដង